តែក៏គ្រាន់តែមួយផ្លែតប៉ុណ្ណោះមិនលើសពីនេះសូម្បីបន្តិច James ធ្លាប់ទៅរៀននៅប្រទេសចិនតាំងពីតូចគាត់ជឿជាក់យ៉ាងខ្លាំងថាការភ្លើងតូចមួយអាចដុតឆេះវាលស្មៅទាំងមូលបានដូច្នេះគាត់បន្តផ្លុំមិនឈប់ចង់ផ្ទៀងផ្ទាត់ពាក្យសម្ដីនោះប៉ុន្តែគាត់មិនដឹងថាពាក្យការភ្លើងតូចមួយអាចដុតឆេះវាលស្មៅទាំងមូលបានសាកសម្ប្រើតែនៅប្រទេសចិនទេដូច្នេះ James នៅតែមិនជោគជ័យ James មិនជឿរឿងអបិយជំនឿបន្តសាកល្បងភ្លើងឆេះឡើងហើយក៏រលត់ទៅវិញខ្ញុំជាអ្នកអត្ថាធិប្បាយរឿងរស់រានមានជីវិតក្នុងព្រៃអាជីពជាធម្មតាអាចទប់សំណាយបានបន្ទាប់ពីបរាជ័យរាប់មិនអស់ការតស៊ូរបស់គាត់នៅទីបំផុតក៏ធ្វើឲ្យរំជួលចិត្តព្រះនៅទីបំផុតក៏បង្កាត់ភ្លើងបានជោគជ័យមិនដឹងថាបន្ទាប់ពីទស្សនៈជីវិតរបស់ James ហើយអ្នកទាំងអស់គ្នានៅគិតថាការរស់រាននៅទីហោស្ថានគឺជារឿងសាមញ្ញទៀតទេបន្ទាប់ពីមានភ្លើង James សម្រេចចិត្តចេញទៅរកអាហារម្ដងទៀតអាកាសធាតុល្អឡើងវិញទឹកសមុទ្រក៏ប្រែជាថ្លាជាងមុនគាត់កាន់លំពែងចាក់ត្រីទៅបរបាញ់ក្រោមទឹកប៉ុន្តែចង់ពឹងផ្អែកលើលំពែងដើម្បីចាប់ត្រីនៅតែរៀងពិបាកដូច្នេះ James ចង់សាកល្បងស្ទូចត្រីវិញគាត់យកចេញពីហោប៉ៅខនៅកូនត្រីដែលចាប់បានកាលពីម្សិលមិញកូនអាហារសមុទ្រតូចនេះបានឡើងមេនៅក្នុងហោប៉ៅខគាត់ពេញមួយយកធ្វើជានុយប្រហែលជាមិនអីទេប៉ុន្តែកូនត្រីមានច្រើនពេកបានលួចស៊ីនុយអស់ហើយសំណាងល្អដែលនៅលើឆ្នេរមានខ្យងតូចជាច្រើនក៏អាចប្រើធ្វើជានុយបានដែរឲ្យតែមានត្រីស៊ីនុយនោះមានឱកាសខ្ពស់អាចទាញវាឡើងមកបានយ៉ាងលឿន James ក៏ទទួលបានលទ្ធផលគាត់ទទួលបានជោគជ័យស្ទូចបានកូនត្រីមួយក្បាលទំហំប៉ុន3ម្រាមដៃខ្យងតូចទាំងនេះពិតជាមានប្រយោជន៍មែនត្រីស៊ីនុយហើយត្រីស៊ីនុយហើយត្រីស៊ីនុយហើយល្អណាស់ចន្លោះប្រហោងផ្សេងគ្នាយើងនៅតែចង់ឲ្យវាស៊ីនុយមិត្តសម្លាញ់នោះគឺត្រីស៊ីនុយហើយត្រី3ក្បាលក្នុងថង់ហើយលយណាស់ល្អណាស់ក្នុងពេលកំពុងស្ទូចត្រីគាត់នៅរើសបានខ្យងពីងមួយទោះបីជាទំហំមិនធំប៉ុន្តែក៏ជាប្រភពអាហារដ៏កម្រដែរថ្ងៃនេះលទ្ធផលមិនតិចទេត្រី3ក្បាលនិងខ្យងសមុទ្រមួយគ្រប់គ្រាន់ឲ្យ James ញ៉ាំឆ្អែតមួយពេលដាក់ត្រីនិងខ្យងទាំងអស់លើរងើកភ្លើងអាំងខ្យងនៅក្រោមសីតុណ្ហភាពខ្ពស់លាន់សូរឈឺហូរទឹកអាចធំក្លិនសាច់ឈ្ងុយយ៉ាងច្បាស់ក្នុងពេលរងចាំត្រីអាំង James ក៏កាប់ដូងមួយផ្លែទៀតអាហារថ្ងៃត្រង់ថ្ងៃនេះគឺត្រីអាំងនិងទឹកដូងអត់ឃ្លាន3ថ្ងៃទីបំផុតក៏បានញ៉ាំមួយពេលវាបំបែកសម្បកខ្យងសាច់ខ្យងខាងក្នុងឈ្ងុយទន់មានទឹករបើកស្បែកត្រីដែលនៅមានស្រកាចេញលេចចេញសាច់ត្រីដ៏ឈ្ងុយទន់ខំមួយម៉ាត់អារម្មណ៍នឿយហត់ប៉ុន្មានថ្ងៃនេះរសាត់បាត់ភ្លាមបើប្រៀបធៀបនឹងត្រីអាំងដ៏ឈ្ងុយឆ្ងាញ់ James នៅតែចូលចិត្តដូងជាងប្រើកាំបិតកោសយកសាច់ដូងខាងក្នុងទន់ដូចចាហួយអាហារថ្ងៃត្រង់ថ្ងៃនេះនៅតែដដែលត្រីអាំងមិនឈ្ងុយស្មើដូងញ៉ាំពាក់កណ្ដាលបោះចោលពាក់កណ្ដាលញ៉ាំឆ្អែតរួច James ក៏បន្តរកកោះស្ងាត់ទៀតគាត់ប្រទះឃើញនៅលើដីមានទីបថ្នាំដុសធ្មេញតែគេបោះចោលនឹងដបទឹកមួយភ្លុកមើលបញ្ជាក់ថាជាទឹកសាបគាត់ក៏ទៅកន្លែងកាលពីម្សិលមិញទៀតឆ្នេរសមុទ្រដែលមានដើមដូងរលំដែលគាត់ធ្លាប់បានប្រទះឃើញឲ្យតែឃើញដូងគឺចង់បេះមិនប្រហែលជា James ញៀនដូងហើយទេដឹងដូងខ្ចីទោះបីមិនទាន់មានសាច់ច្រើនប៉ុន្តែទឹកដូងជួយបំបត្តិស្រេកបានល្អជាងដូងទុំញ៉ាំរួចនៅយកទៅថែមប៉ុន្មានផ្លែទៀតដូងទុំ2ផ្លែដូងខ្ចី2ផ្លែបូកបន្ថែមដបទឹកមួយមើលទៅហាក់ដូចជាច្រើនប៉ុន្តែនៅតែមិនគ្រប់បរិមាណទឹកដែលមនុស្សម្នាក់ត្រូវការក្នុងមួយថ្ងៃមនុស្សធម្មតាមួយថ្ងៃត្រូវការផឹកទឹកដូងប្រហែល7ផ្លែដូច្នេះយើងតែងតែឃើញ James បើមិនកំពុងផឹកទឹកដូងក៏កំពុងនៅតាមផ្លូវទៅបេះដូងដែរខ្វះទឹកក្នុងរយៈពេលយូរធ្វើឲ្យគាត់ឲ្យតែឃើញដូងគឺចង់បេះ James ក៏ទៅមាត់សមុទ្រដើម្បីស្ទូចត្រីអាកាសធាតុល្អការស្ទូចត្រីក៏ងាយស្រួលជាងមុនគាត់ឆាប់ស្ទូចបានកូនត្រីមួយក្បាលប៉ុន្តែតូចពេកទើបមិនឆ្ងាញ់ដូច្នេះ James ក៏លែងវាទៅវិញយ៉ាងលឿនគាត់ក៏ស្ទូចបានត្រីមួយក្បាលទៀតទំហំប៉ុណ្ណេះល្មមញ៉ាំឆ្អែតមួយពេលប៉ុន្តែពេលនេះ James នៅមិនទាន់ឃ្លានទេទើបលែងត្រីនោះទៅទៀតពិតណាស់អ្វីដែលទទួលបានមកដោយងាយពេកគឺតែងតែមិនចេះឲ្យតម្លៃដល់ពេលល្ងាច James អង្គុយក្បែរឆ្នេរសមុទ្រផឹកទឹកដូងគយគន់ថ្ងៃលិចគាត់និយាយថានេះគឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតថ្ងៃនេះបានញ៉ាំត្រីអាំងមួយពេលហើយឥឡូវនៅតែមានអារម្មណ៍ថាឆ្អែតដូច្នេះ James មិនមានបំណងញ៉ាំអាហារពេលល្ងាចទេយកល្អសម្រាប់ឲ្យបានលឿនព្រលឹមថ្ងៃបន្ទាប់ James ភ្ញាក់ពីដេករៀបចំបង្កាត់ភ្លើងមិនដឹងថាគាត់រកបានដំបងឆ្វាត់ភ្លើងពីណាទេមានដំបងឆ្វាត់ភ្លើងការបង្កាត់ភ្លើងកាន់តែងាយស្រួលជាងមុនឆ្ងាយប៉ុន្តែក៏ចំណាយពេលរបស់ James 40នាទីដែរនេះជាទឹកសាបដែលគាត់រើសបានកាលពីម្សិលមិញចាក់ទឹកសាបចូលក្នុងឆ្នាំងដែករួចដាំឲ្យពុះផឹកទៅនឹងមានសុវត្ថិភាពជាងដាំទឹកពុះរួចគាត់ថែមទាំងឆុងកាហ្វេមួយកែវទៀតផឹកកាហ្វេនៅលើកោះស្ងាត់អារម្មណ៍គឺប្លែកមែនទែនបេសកកម្មរបស់គាត់ថ្ងៃនេះគឺបន្តរកលើកោះគាត់ប្រទះឃើញកំណាត់ឈើស្ងួតមួយនៅលើដីពេលត្រឡប់កំណាត់ឈើឡើងឃើញមានសត្វល្អិតតូចជាច្រើន James ចង់រកនុយខ្លះដើម្បីស្ទូចត្រីសត្វល្អិតតូចប្រភេទនេះសម្បូរប្រូតេអ៊ីនមិនត្រឹមតែអាចញ៉ាំបានទេថែមទាំងធ្វើជានុយបានទៀត James ប្រមូលពួកវាទុកក្រៅពីដង្កូវដែលសម្បូរជាតិប្រូតេអ៊ីននៅមានចន្លេងនិងសម្បកចរចុងនៅលើស្លឹកឈើតាក់ទាញចំណាប់អារម្មណ៍របស់ James នឹកស្មានមិនដល់ថាទំហំនៃការរស់រានមានជីវិតរបស់សត្វទូលាយយ៉ាងនេះទេពេលដែលគាត់បើកសម្បកដូងឃើញសម្បកខ្យងតូចមួយគំនរប្រហែលជាក្តាមខ្យងដូរផ្ទះបន្សល់ទុក James សកាយគ្រប់កន្លែងចៃដន្យឲ្យបើកប៉ះសម្បុកស្រមោចមួយក្របពណ៌ខាងក្នុងគឺការពងរបស់វាអាចញ៉ាំបានប៉ុន្តែដើម្បីជាតិប្រូតេអ៊ីនបន្តិចនេះហើយត្រូវស្រមោចខំគឺមិនសមសោះនៅលើកោះមានក្តាមតូចបែបនេះច្រើនណាស់អាចយកមកធ្វើជានុយបាន James ចាប់ម្ដងមួយពេលបើកផ្ទាំងថ្មធំមួយរកឃើញក្តាមធំមួយប្រហែលជាក្តាមដូងពេលនៅតូចប៉ុន្តែនោះមិនមែនជារបស់ដែល James ចង់រកទេ James ទៅមាត់សមុទ្រម្ដងទៀតស្ទូចត្រីឃើញត្រីធំមួយលេចឡើងនៅខាងមុខ
ភ្លាមនោះក៏បោះសន្ទូចបញ្ឆោតវាមិននឹកស្មានថាត្រីស៊ីតែនុយបន្តិច James យកក្តាមតូចថ្ពុកនឹងផ្លែសន្ទូចតែម្ដងមិននឹកស្មានថាត្រីធំលេបក្តាមទាំងមូលផ្លែសន្ទូចតូចបែបនេះមិនអាចស្ទូចត្រីធំបានទេបន្ទាប់មកគាត់ក៏ថ្ពុកដង្កូវមួយចូលប៉ុន្តែនុយដង្កូវគ្មានត្រីស៊ីសោះ James ពិបាកយល់ណាស់ហេតុអ្វីជន់លេងនឹងក្តាមវាស៊ីចំណែកដង្កូវស្ធំនេះបែរជាគ្មានត្រីណាស៊ីបន្ទាប់មកគាត់សាកល្បងយ៉ាងយូរទីបំផុតស្ទូចបានត្រីផ្កាធំមួយក្បាលត្រីប្រភេទនេះស្អាតណាស់ច្រើនយកធ្វើជាត្រីលម្អដូច្នេះ James មិនចង់ញ៉ាំវាទេ James មានអារម្មណ៍ថាកន្លែងនេះស្ទូចបានតែត្រីតូចដូច្នេះក៏សម្រេចចិត្តបដូរកន្លែងនៅទីនេះអាចឃើញរលកខាងមុខខ្ពស់ជាងមានន័យថាទឹកជ្រៅជាងយ៉ាងលឿន James ក៏ទទួលបានត្រីមួយក្បាលត្រីសមុទ្រទម្ងន់ប្រហែលកន្លះគីឡូបានមកដល់ដៃយកមកធ្វើត្រីអាំងប្រហែលជាឆ្អែតហើយពេលនេះមិនទាន់ដល់ម៉ោងអាហារពេលល្ងាចទេ James ជីករណ្ដៅកប់ត្រីដើម្បីរក្សាភាពស្រស់ត្រីស៊ីនុយហើយមើលចុះក្បាលនេះទំហំស្មើត្រីពីមុនខ្ញុំទុកវាសិនត្រីមួយក្បាលទៀតហើយធំជាងបន្តិចវាចូលថងហើយស្ទើរតែជាការបោះសន្ទូចលើកទី2បន្ទាប់ពីចាប់បានក្បាលមុនក៏មានមួយក្បាលទៀតស៊ីនុយខ្ញុំទីថាប្រកាសជាប្រភេទតែមួយមែនហើយត្រីប្រភេទតែមួយ4ក្បាលហើយបងប្អូនថ្ងៃនេះដែរត្រាំងទទួលបានត្រីសមុទ្រ4ក្បាលជាប់គ្នាមួយណាក៏មិនតូចដែរគ្រប់គ្រាន់សម្រាប់គាត់ញ៉ាំឆ្អែតម្នាក់ឯងមុនពេលអាំងត្រីប្រកាសជាមិនអាចខ្វះការញ៉ាំដូងមួយផ្លែបានទេផឹកមួយក្អឹកផ្អែមត្រជាក់ដល់ពោះត្រជាក់ដល់បេះដូងបន្ទាប់មកគឺជាពេលវេលាចម្អិនអាហារពេលល្ងាចថ្ងៃនេះ James ចង់បដូររបៀបញ៉ាំគាត់ចង់ភ្លក់រសជាតិស្រស់ឆ្ងាញ់បំផុតរបស់គ្រឿងសមុទ្រ James លាងសម្អាតត្រីបន្ទាប់មកកាត់ក្បាលត្រីចោលលាងសម្អាតពោះវៀនរួចកាត់ត្រីជាដុំតូចបានសាច់ត្រីមួយឆ្នាំងពេញបន្ទាប់មកគាត់ដាំទឹកអំបិលមួយឆ្នាំង James ចង់ស្ងោរគ្រឿងសមុទ្រដោយទឹកអំបិលការស្ងោរគ្រឿងសមុទ្រគឺជារបៀបដែលអ្នកនេសាទច្រើនប្រើបំផុតដើម្បីចម្អិនគ្រឿងសមុទ្រវិធីនេះជួយឲ្យសាច់ត្រីទន់ល្មើយនិងរក្សារសជាតិដើមរបស់គ្រឿងសមុទ្របានមើលសាច់ត្រីសក្បុសនេះចុះទោះគ្មានគ្រឿងទេសក៏ដោយវានៅតែមានរសជាតិប្រៃឈ្ងុយពីធម្មជាតិ James មានអារម្មណ៍ថាឆ្ងាញ់ជាងត្រីអាំងទៅទៀតម្យ៉ាងទៀតញ៉ាំបែបនេះក៏ល្អចំពោះសុខភាពជាងដែរសាច់ត្រីកំពុងត្រូវបានរំងាស់ក្នុងឆ្នាំងដែកក្នុងឆ្នាំងមានអន្តែតស្រទាប់ខ្លាញ់មួយជាន់បើមិនរើសអើងទេអាចផឹកដូចស៊ុបត្រីបានថ្ងៃនេះ James ញ៉ាំសាច់ត្រីអស់រលីងក្នុងឆ្នាំងដែកនៅសល់តែក្បាលត្រីកំពុងរំងាស់ផ្ទៃខាងលើអន្តែតស្រទាប់ខ្លាញ់មួយជាន់សម្រាប់អ្នករស់រានមានជីវិតនៅទីហោស្ថានជាតិខ្លាញ់ទាំងនេះពិតជាសំខាន់ខ្លាំងណាស់ប៉ុន្តែគាត់ញ៉ាំលែងចូលហើយដូច្នេះស៊ុបក្បាលត្រីមួយឆ្នាំងនេះគាត់គិតថាទុកញ៉ាំព្រឹកស្អែកព្រឹកបន្ទាប់ James កម្ដៅស៊ុបក្បាលត្រីដែលសល់ពីយប់មិញនិងកាប់ដូងមួយផ្លែទៀតដើម្បីបំបត្តិការស្រេកទឹកគាត់កាន់កាំបិតចូលទៅក្នុងកោះរកដូងអាកាសធាតុនៅទីនេះក្ដៅគួរសមស្ទើរតែរៀងរាល់3ម៉ោងម្ដង James ត្រូវញ៉ាំដូងមួយផ្លែដាំដូងភាគច្រើននៅលើកោះរហោស្ថាននេះដុះនៅកណ្ដាលកោះ James ប្រើកាំបិតកាប់ឆ្ការទីធ្លាដីតេមួយកន្លែងនិងជីករណ្ដៅមួយនៅលើដីគាត់ចង់ប្រើវិធីជ្រាបទឹកដើម្បីយកទឹកសាបប៉ុន្តែវិធីនេះចំណាយកម្លាំងខ្លាំងណាស់ចង់រកឃើញប្រភពទឹកត្រូវតែជីកឲ្យជ្រៅល្មមទើបមានឥទ្ធិពលនៃការជ្រាបទឹកបន្ទាប់ពីជីកប្រហែល45នាទីដីចាប់ផ្ដើមប្រែប្រួលពេលនេះដីចាប់ផ្ដើមសើមគាត់ជឿថាប្រសិនបើជីក1ម៉ោងទៀតនឹងមានទឹកជ្រាបឡើងមកបច្ចុប្បន្នទោះបីជាមានទឹកហើយក៏ដោយប៉ុន្តែវានៅតែល្អក់ហើយមាត់រណ្ដៅមិនទាន់ជ្រៅគ្រប់គ្រាន់ទេ James បន្តប្រើដៃជីកឲ្យជ្រៅថែមទៀតបន្ទាប់មកគ្រាន់តែរងចាំឲ្យទឹកថ្លាឡើងវិញពេលនេះ James មានប្រភពទឹកសាបហើយប៉ុន្តែជាបណ្ដោះអាសន្ននៅមិនទាន់ផឹកបានទេដូច្នេះគាត់នៅតែត្រូវពឹងផ្អែកលើដូងដើម្បីបំបត្តិការស្រេកទឹក James បេះដូង4ផ្លែជាប់គ្នាសុទ្ធតែជាដូងខ្ចីគុណភាពខ្ពស់កាប់មួយកាំបិតចុះទឹកដូងក៏ហូរចេញមកភ្លាមសាច់ដូងខាងក្នុងទន់ជាងគ្រឿងសមុទ្រទៅទៀតទឹកដូងវិញពេញហូរហៀដល់ស្ទើរតែហៀចេញពីអេក្រង់ទឹកដូងមួយក្អឹកសុទ្ធតែមានរសជាតិនៃកោះរហោស្ថានក្នុងស្ថានភាពស្រេកទឹកខ្លាំងបំផុតបានផឹកទឹកដូងមួយក្អឹកបែបនេះទោះស្លាប់ក៏សំដែរ James កាប់មែកឈើមួយចំនួនគាត់សង់ស្នូលមួយនៅលើឆ្នេរខ្សាច់ដើម្បីហាលសម្លៀកបំពាក់ផ្លាស់ប្ដូរបន្ទាប់មកគាត់ប្រើមែកឈើមួយដាំវាខ្សាច់ឲ្យស្មើ James សង់តង់មួយឡើងវិញរួចយកពូកខ្យល់មួយចេញមកផ្លុំមានពូកនេះហើយដេកលើឆ្នេរខ្សាច់ពេលយប់ក៏មិនខ្លាចរងាដែរត្រាំងគាត់សម្គាល់ឃើញពូកខ្មៅមួយលេចឡើងនៅខាងមុខមើលទៅដូចជារៀបនឹងមានភ្លៀងធ្លាក់ខ្លាំងទៀតហើយ James បារម្ភថាតង់បណ្ដោះអាសន្នទប់មិនជាប់ដូច្នេះក៏កាប់កំណាត់ឈើមួយធ្វើជាបង្គោលបោះតង់ភ្ជាប់ទៅនឹងខ្សាច់គាត់ត្រូវរៀបចំឲ្យបានហ្មត់ចត់ដើម្បីទប់ទល់នឹងព្យុះភ្លៀងលើកនេះក្រៅពីនេះគាត់នៅត្រូវប្រមូលអុសស្ងួតខ្លះទៀតមិនដឹងថាភ្លៀងនេះនឹងអូសបន្លាយយូរប៉ុណ្ណាទេឲ្យតែមានភ្លើងគឺអាចចម្អិនអាហារបានគ្មានភ្លើងគឺអាចតែផឹកទឹកដូងប៉ុណ្ណោះជារៀងរាល់ថ្ងៃបន្ទាប់ពីប្រមូលអុសបានច្រើនគាត់ក៏កាន់ដបចូលទៅក្នុងកោះម្ដងទៀតចង់ឆ្លៀតឱកាសស្តុកទឹកសាបទុកខ្លះរណ្ដៅទឹកដែលជីកកាលពីព្រឹកបានជ្រាបទឹកច្រើនគួរសមប៉ុន្តែទឹកសាបនេះនៅតែល្អខ្លាំងត្រូវការដាំឲ្យពុះទើបអាចផឹកបានដែរត្រាំងយកក្រណាត់ចាស់មួយផ្ទាំងមករុំមាត់ដប
ដើម្បីចម្រោះកាកសំណល់ក្នុងទឹកសាបជាបឋមប៉ុន្តែការចម្រោះបែបនេះអាចកម្ចាត់បានតែកាកសំណល់ខ្លះ